ពេលដែលខ្ញុំដើរផ្សារឃើញស្ពៃនេះគេដាក់លក់ក្នុងតម្លៃ 1000 ក្នុង 1 គីឡូអត់ដែររំលងទេបងប្អូនយកមកធ្វើជ្រក់ទុកហូបព្រោះវាល្អពេកចាអញ្ចឹងនេះគឺជាវិធីធ្វើស្ពៃជ្រក់របស់ខ្ញុំដំបូងទីគឺខ្ញុំដាំទឹកឲ្យពុះហើយខ្ញុំស្រោះស្ពៃនឹងតែមុននឹងស្រោះខ្ញុំបានកាត់ស្លឹកដែលអត់ល្អចេញហើយចាអញ្ចឹងខ្ញុំស្រោះវាឲ្យសពូនចាឲ្យអស់ស្ពៃគឺត្រឡប់ទៅត្រឡប់មកមិនឲ្យឆ្អិនទេពេកទេគឺគ្រាន់តែស្រោះវាមកសពូនទេចាអញ្ចឹងខ្ញុំស្រង់វាយកមកលាងជំរះម្ដងទៀតការដែលធ្វើបែបនេះគឺស្ពៃយើងវាបាត់ធំហាងហើយខ្ញុំស្រោះវាតតែអស់បានខ្ញុំលាងវាឲ្យស្អាតម្ដងទៀតចាការលាងយើងលាងខាងគុំខាងក្នុងវែកស្លឹកវាយើងលាងវាឲ្យអស់ដីអស់កម្ទេចចាគឺឲ្យស្អាតតែម្ដងការដែលយើងធ្វើខ្លួនឯងគឺវាបានស្អាតបែបហ្នឹងអញ្ចឹងយើងលាងហើយយើងស្រង់វាមកឲ្យស្រក់ទឹកយើងឆ្លៀតពេលទៅដាំទឹកដើម្បីធ្វើទឹកជ្រក់ចាអញ្ចឹងយើងដាក់ទឹកទៅតាមបរិមាណស្ពៃរបស់យើងដែលមានទៅនៅពេលដែលទឹកពុះខ្ញុំដាក់អំបិលខ្ញុំប្រើរៀងច្រើនបន្តិចដោយសារខ្ញុំត្រូវការវាមានជាតិប្រៃបន្តិចបើសាបពេកវាឆាប់ជូរបន្ទាប់មកទៀតខ្ញុំដាក់ប៊ីចេងបន្តិចចាហើយបន្ថែមជាមួយនឹងស្ករត្នោតកន្លះវែកចាអញ្ចឹងយើងកូរវារហូតទាល់តែទឹកនឹងពុះយើងក៏ចាប់ផ្ដើមបិទទៅចាទុកឲ្យវាពុះអញ្ចឹងហើយបងប្អូនបិទពេលដែលយើងបិទភ្លើងគឺយើងចាប់ផ្ដើមដាក់ស្ពៃជ្រក់ចូលតែម្ដងចាធ្វើបែបនេះគឺស្ពៃជ្រក់យើងគឺស្រួយល្អហើយមុននឹងដាក់ហ្នឹងបងប្អូនអាចភ្លក់មើលតើវាមានវារសជាតិវារៀងប្រៃបន្តិចដែរអត់កុំឲ្យប្រៃពេកចាអញ្ចឹងយើងដាក់រហូតដល់អស់ស្កតវាឲ្យណែនអញ្ចឹងទៅទុកឲ្យត្រជាក់បងប្អូនអាចផ្ទេរមកដាក់កន្លអីមួយក៏បានប៉ុន្តែខ្ញុំដាក់នៅក្នុងឆ្នាំងនឹងធម្មតាចាព្រោះឆ្នាំងនេះខ្ញុំសម្រាប់ធ្វើជ្រក់នឹងឯងអញ្ចឹងយើងស្កតវាទៅហើយកុំគ្របទុកទាល់តែទឹកនឹងឡើងត្រជាក់ចាំគ្របវារយៈពេល3ថ្ងៃយើងអាចហូបបានហើយអរគុណ